កប៉ាល់ឥណ្ឌា2គ្រឿងទទួលបានការអនុញ្ញាតពីអ៊ីរ៉ង់ដើម្បីបើកកាត់ច្រកសមុទ្រហូម៉ូសទីក្រុងញូដេលីប្រទេសអ៊ីរ៉ង់អនុញ្ញាតឲ្យនាវាដឹកឧស្ម័ន2គ្រឿងដែលដោតទង់ជាតិរបស់ឥណ្ឌាអាចបើកកាត់ច្រកសមុទ្រហូម៉ូសដោយសុវត្ថិភាពនេះបើយោងតាមប្រភព4នាក់ដែលបានដឹងកិច្ចការផ្ទៃក្នុងបើដូច្នេះមែនវាជាករណីដ៏កម្រដែលអ៊ីរ៉ង់កំពុងបិទគប់ច្រកសមុទ្រនេះសុកប៉ុន្តែក៏មានករណីលើកលែងមួយផងដែររដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ទទួលស្គាល់ថាមានកប៉ាល់ឥណ្ឌាបើកកាត់ច្រកសមុទ្រនោះមែនកប៉ាល់ដឹកហ្គាសរបស់ឥណ្ឌាឈ្មោះ Shivalik បើកកាត់ច្រកសមុទ្រហូម៉ូសដោយមានកងទ័ពជើងទឹកឥណ្ឌាបើកអមដំណើរទៅជាមួយផងចំណែកកប៉ាល់ទី2ឈ្មោះ Nanda Devi ត្រូវបានគេរំពឹងថានឹងបើកកាត់ទីនោះនាពេលបន្តិចទៀតចាប់តាំងពីអាមេរិកនិងអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈអ៊ីរ៉ង់បានបិទគប់ច្រកសមុទ្រនេះមិនឲ្យកប៉ាល់ចេញចូលបានឡើយអ៊ីរ៉ង់ប្រកាសថាខ្លួននឹងមិនអនុញ្ញាតឲ្យកប៉ាល់របស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកចេញចូលតាមច្រកសមុទ្រនេះបានឡើយក្រោយមកប្រទេសឥណ្ឌាបានបោះដៃទៅអ៊ីរ៉ង់ដើម្បីស្នើសុំការអនុញ្ញាតនាយករដ្ឋមន្ត្រីឥណ្ឌាលោកម៉ូឌីថ្លែងកាលពីថ្ងៃប្រហ័សថាលោកបានសន្ទនាគ្នាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ុតពេសេស្កេនដើម្បីពិភាក្សាគ្នាអំពីការអនុញ្ញាតឲ្យឥណ្ឌាដឹកទំនិញនិងថាមពលចេញពីតំបន់ឈូងសមុទ្រឥណ្ឌាក៏បានធ្វើសេចក្តីល្អចំពោះអ៊ីរ៉ង់ផងដែរនិងបានជួយសម្រួលការស្នាក់នៅរបស់នាវិកជនជាតិអ៊ីរ៉ង់183នាក់ដែលបានចតកប៉ាល់នៅកំពង់ផែឥណ្ឌាចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងដំបូងនេះជាកប៉ាល់ដែលចូលរួមធ្វើសមយុទ្ធយោធានៅប្រទេសឥណ្ឌានៅក្នុងចំណោមនោះកប៉ាល់អ៊ីរ៉ង់មួយគ្រឿងត្រូវយោធាអាមេរិកបាញ់ឆេះនៅលើដែនសមុទ្រប្រទេសស្រីលង្កាប្រទេសឥណ្ឌាកំពុងជួបនឹងវិបត្តិខ្វះខាតហ្គាសធ្ងន់ធ្ងរជាងពេលណាទាំងអស់រដ្ឋាភិបាលសុខចិត្តកាត់បន្ថយការផ្គត់ផ្គង់ទៅឲ្យរោងចក្រនានាដើម្បីបំរុងទុកឲ្យប្រជាជនប្រើប្រាស់ក្នុងការចម្អិនអាហារ